រឿងថ្មីចឹងហើយតោះគ្នារឿងថ្មីវគ្គ3សัตว์ដែលធំជាងគេនៅក្នុងបាត់សមុទ្រដែលជាប់ចំណាត់ថ្នាក់លេខ3ដែលខ្ញុំបាននិយាយខ្លះៗហើយនៅក្នុងវីដេអូមុនដែលខ្ញុំបាននិយាយថាវាគឺជាបបែលយក្សដ៏ធំសម្បើមមែនតែម្ដងតោះគ្នាដែលតាមពិតទៅវាមានឈ្មោះថា Elgren Macha តោះគ្នានេះរូបនៅ background ខ្ញុំហ្នឹង Elgren Macha ហ្នឹងគឺជាសត្វមួយដែលតាមពិតទៅវាមិនមែនជាបបែលទេប៉ុន្តែដោយសារតែខ្ញុំឃើញថារូបរាងវាមើលពីលើទៅដូចបបែលបាទខ្ញុំនិយាយឲ្យបងប្អូនតោះគ្នាស្រួលស្ដាប់ទៅតាមពិតវាជាសត្វម្យ៉ាងដែលចម្លែកនៅក្នុងបាតសមុទ្រដែលមានតាំងពីជំនាន់យូរហើយជំនាន់លក្ខណៈថាយូរលងណាស់មកហើយតោះគ្នាមិនដឹងថាជំនាន់ណាដឹងតែយូរហើយ Elgren Macha ហ្នឹងគឺកំពុងតែ viral ខ្លាំងមែនតើនៅបណ្ដាប្រទេសបរទេសតោះគ្នាហើយខ្មែរយើងខ្ញុំអត់ដឹងថាមានអ្នកស្គាល់ខ្លះអត់ទេ Elgren Macha ហ្នឹងក៏គេមិនទាន់ដឹងថាវាមានវត្តមានពិតឬក៏មិនពិតឬក៏គេប្រឌិតឡើងមកទេតោះគ្នាវាគ្រាន់តែជាគេការនិយាយដោយថាអ្នកមួយទឹកអ្នកវិទ្យាសាស្ត្រដែលគាត់ចូលទៅមួយទឹកនៅបាតសមុទ្រហើយនឹងអ្នកនេសាទអីគឺគាត់ធ្លាប់បានជួបហើយអញ្ចឹងបានគេលើករឿងហ្នឹងយកមកនិយាយហើយគេបង្កើតជាវីដេអូ AI ផ្សេងៗឲ្យយើងមើលហើយគេនិយាយរឿងហ្នឹងនៅក្នុង AI គេហ្នឹងហើយតើអ្នកគ្នាដឹងថា Elgren Macha ហ្នឹងមានប្រវែងប្រមាណទេតើអ្នកគ្នាគឺវាមានប្រវែងរហូតទៅដល់675ម៉ែត្រខ្លួនរបស់វាគឺវែងមែនតើអ្នកគ្នាហើយនេះគឺជាវីដេអូ AI ដែលគេប៉ាន់ស្មានពីរូបរាងវាប្រវែងវាគេធ្វើឲ្យយើងមើលអញ្ចឹងណាតើអ្នកគ្នានេះវីដេអូនៅ background ខ្ញុំហ្នឹងគឺគេធ្វើលក្ខណៈថាថតពីលើ helicopter មកខាងក្រោមឃើញវាហែលអញ្ចឹងគឺធំខ្លាំងហើយបើសិនជាយើងសម័យវាថាបើសិនជាវាមានវត្តមានរស់នៅក្នុងសមុទ្រមែនណាអូយតែគួរឲ្យខ្លាចយ៉ាងម៉េចទៅតោះគ្នាហើយ Elgren Macha ហ្នឹងគឺវាមានភ្នែកតូចជាច្រើននៅខាងមុខវាហើយក៏វាមានធ្មេញច្រើនផងដែរតោះគ្នាហើយ Elgren Macha នេះផងដែរគឺត្រូវបានប្រទះឃើញដោយបុរសម្នាក់ដែលគាត់ចូលចិត្តមួយទឹកគាត់គឺជាជនជាតិបរទេសហើយគាត់ចូលចិត្តនិយាយទៅគាត់ចូលចិត្តមួយទឹករកអ្វីថ្មីនៅបាតសមុទ្រអញ្ចឹងហើយគាត់រកឃើញហ្នឹងគឺតាំងពីឆ្នាំម៉ានតោះគ្នាគឺឆ្នាំ1563យើងអត់តន់កើតទេយើងតោះគ្នាអត់តន់កើតទេតោះគ្នាអញ្ចឹងបានន័យថាគាត់រកវាឃើញតាំងពីជំនាន់ហ្នឹងហើយគាត់បានថតសម្លេងវាបានទៀតតោះគ្នានេះគឺជាសម្លេងដែលខ្ញុំដាក់តោះគ្នាហ្នឹងគឺគាត់អាងថាគឺជាសម្លេង Elgren Macha ដែលគេបានយកមកដាក់តាមវីដេអូផ្សេងនានាឲ្យយើងមើលតោះគ្នាដែលមាន YouTuber អីអញ្ចឹងគឺគេធ្វើពីវីដេអូពី Elgren Macha ហើយគេដាក់សលេងហ្នឹងឲ្យយើងស្ដាប់តគ្នាមកហើយខ្ញុំក៏យកសលេងហ្នឹងដាក់ឲ្យអ្នកតោះគ្នាស្ដាប់ដែរអញ្ចឹងណាហើយអ្នកគ្នាគិតមើលថាវាសលេងហ្នឹងវាជារឿងពិតឬក៏រឿងប្រឌិតអីគឺខ្ញុំអត់ដឹងទេដឹងតែថាខ្ញុំយកតមកពីគេអ្នកតោះគ្នាស្ដាប់អញ្ចឹងទៅដែលបរិសម្នាក់ហ្នឹងគាត់ថតសលេងហ្នឹងបានយូរហើយតាំងពីឆ្នាំ1563ហើយរឿងដែលគួរឲ្យហួសចិត្តមួយទៀត Elgren Macha ហ្នឹងគឺជាសត្រូវសួរពូជជាមួយនឹងត្រីភ្លុកតោះគ្នានេះតោះគ្នាខ្ញុំដាក់វីដេអូឲ្យមើលត្រីភ្លុកហ្នឹងក៏ជាសត្វដែលធំសម្បើមនៅក្នុងបាតសមុទ្រផងដែរតោះគ្នាប៉ុន្តែខ្ញុំអត់ដឹងថាវាធំចំណាត់ថ្នាក់លេខម៉ានទេខ្ញុំដឹងតែ3ទី1 Leviathan ទី2 Kraken ហើយទី3គឺ Elgren Macha ហ្នឹងឯងតែអាត្រីភ្លុកជាមួយ Elgren Macha ហ្នឹងគឺគេនិយាយថាប្រវែងខ្លួនវានឹងទំហំរបស់វាប្រហែលគ្នាហើយវាជាសត្រូវជាមួយនឹងគ្នាហើយវារស់នៅក្នុងសម្ពាធទឹកមួយគ្នាទៀតដែលជាហេតុមួយដែលធ្វើឲ្យវាឆ្លោះគ្នាអញ្ចឹងណាអូខេឥឡូវខ្ញុំនិយាយត្រីភ្លុកឲ្យក្នុងវីដេអូហ្នឹងឲ្យអ្នកគ្នាសរុបឲ្យស្ដាប់ហ្នឹងទៅត្រីភ្លុកហ្នឹងគឺអ្នកគ្នានិយាយមើលរូបគឺវាប្រមាញ់ចំណីដោយការប្រើមាត់របស់វាគឺវាហាលត្រង់ស្លូអញ្ចឹងទៅហើយវាហាមាត់ចោលអញ្ចឹងណាសត្វអីដែលចូលក្នុងមាត់វាគឺវាស៊ីអញ្ចឹងទៅរបៀបអញ្ចឹងហើយ Elgren Macha ហ្នឹងគេបានបញ្ជាក់ថាវាប្រមាញ់ចំណីមិនទេបើសិនជាវារស់នៅពិតមែនអញ្ចឹងណាប៉ុន្តែអាសត្វពីរហ្នឹងឲ្យតែជួបគ្នាគឺវាខំគ្នាគឺវាប្រឆាំងគ្នាងាប់រៀងខ្លួនហ្មងតាគ្នានេះមើលវីដេអូខ្ញុំទៅហើយនេះវាមិនមែនជាប៉ុន្តែគេគ្រាន់តែធ្វើជា AI ចេញមកដូចគ្នាដែរយើងមើលអញ្ចឹងណាថាវាគឺជាសត្រូវស៊ូពូជមួយគ្នាហើយអថៃភ្លុកហ្នឹងតោះគ្នាក៏គេខ្លាចវាដែរតោះគ្នាពីព្រោះថាតើវាហាមាត់ជង្គង់ចោលអញ្ចឹងហើយស្អីក៏វាស៊ីដែរកប៉ាល់មួយទឹកនាវាមួយទឹកអីហ្នឹងគឺវាស៊ីទាំងអស់ហើយចំណែកអថៃភ្លុកហ្នឹងតោះគ្នាគឺអ្នកវិទ្យាសាស្ត្រអះអាង 100% ពិតប្រកបហ្មងថាវាមានជីវិតរស់នៅមិនដូចជា Leviathan Kraken ហើយ Elgren Macha ហ្នឹងឯងអាហ្នឹងគេអាច50-50ណាគឺគេអត់ច្បាស់ប៉ុន្តែចំណែកត្រីភ្លុកហ្នឹងគឺគេថា 100% ហ្មងគឺវានៅមានជីវិតរស់នៅអ្នកទាំងគ្នាអាចស្ដាប់សំឡេងវាបានគឺគេបានដាក់ ultrasound ប្រដាប់សូបសំឡេងចូលទៅក្នុងចន្លង Mariana Trench ដែលខ្ញុំនិយាយនៅវីដេអូមុនដែលកន្លែងជ្រៅបំផុតនៅបាតសមុទ្រហ្នឹងហើយនៅពេលដែលគេដាក់ទៅគឺគេឮសំឡេងត្រីភ្លុកហ្នឹងបែបនេះតែគ្នាស្ដាប់អញ្ចឹងបានន័យថាទៅវាគ្រាន់តែជាការប៉ាន់ស្មានរបស់គេទេអញ្ចឹងបើសិនជាដូចថាយើងចង់ច្បាស់យើងទៅមួយទឹកនៅបាតសមុទ្រហ្នឹងខ្លួនឯងតែអាហ្នឹងបើសិនជាចង់ច្បាស់ព្រោះនៅពេលដែលខ្ញុំផុសវីដេអូអីទៅគឺមាន toxic
comment ជាច្រើននិយាយថាបើអត់ច្បាស់ទេកុំនិយាយកុំចេះតែនិយាយផលអីចឹងគឺដដែលមកជារឿយហើយខ្ញុំដែលអត់យល់ថាចំបុគ្គលទាំងអស់នោះគឺរបៀបដូចថាគឺគាត់អត់ស្ដាប់វីដេអូខ្ញុំដល់ចប់ទេខ្ញុំនិយាយថាវាគ្រាន់តែជាការប៉ាន់ស្មានរបស់គេហើយខ្ញុំធ្វើ content លក្ខណៈបែបថាសប្បាយឈៀលអីអញ្ចឹងហេតុអីបានយើងត្រូវតារាម៉ាយច្រើនម៉េះខ្ញុំមិននិយាយថាវាមិនជារឿងពិតដែលយើងតោះគ្នាត្រូវទៅជឿណាគឺវាជាការកំសាន្តចាគឺវាលក្ខណៈជារឿងកំសាន្តមួយដែលយើងជួយចិត្តស្ដាប់ដូចបើខ្ញុំជួយចិត្តស្ដាប់ហ្មងរឿងចឹងទោះពិតក៏ដោយប្រឌិតក៏ដោយក៏ខ្ញុំនៅតែស្ដាប់ហើយយើងយកមកត្រេះរិះពិចារណាខ្លួនឯង search Google អីបន្ថែមមើល YouTube អីបន្ថែមចឹងទៅរបៀបចឹងទៅតោះគ្នាហេតុអីបានត្រូវ toxic ម៉េះអត់យល់អូខេឥឡូវបន្ទាប់ពីអ្នកទាំងគ្នាបានឃើញពីរូបរាងរបស់ El Gran Macha ហ្នឹងហើយអ្នកទាំងគ្នាគិតថាវាគួរឲ្យខ្លាចអត់ហើយវាដូចអ្វីដែលខ្ញុំនិយាយថាវាដូចប្រប៉ែលហ្នឹងអត់ពីព្រោះថាក្បាលវាធំហើយកតុយវាវែងទាំងគ្នាហើយបើសិនជាសម្រាប់ខ្ញុំLeviathan Kraken ហើយនឹង El Gran Macha ហ្នឹងគឺវាមានសភាពគួរឲ្យខ្លាចម្យ៉ាងម្នាក់ប៉ុន្តែ El Gran Macha នេះគឺលក្ខណៈថាវារបៀបលក្ខណៈថាវា attack មនុស្សអាហ្នឹងបើតាមឯកសារគេនិយាយវា attack មនុស្សជាង Kraken ទៀត Kraken វាចេញសម្រាប់តែយូរម្ដង Leviathan យូរម្ដងប៉ុន្តែEl Gran Macha ហ្នឹងគឺវាចេញវាចូលចិត្តនិយាយទៅឲ្យតែវាឃើញមនុស្សគឺវាមហោហ្មងឲ្យតែយើងចូលទៅដល់កន្លែងដែលជ្រៅដល់កន្លែងសម្ពាធទឹកដែលវានៅហ្នឹងអូខេអញ្ចឹងតើគ្នាសត្វដែលធំជាងគេនៅក្នុងបាតសមុទ្រដែលជប់ចំណាក់ថ្នាក់ទី3ហ្នឹងគឺមានតែប៉ុណ្្នឹងទេតើគ្នាហើយបើសិនជាចង់ឲ្យខ្ញុំនិយាយពីរឿងអីផ្សេងទៀតអាច comment នៅក្នុងវីដេអូហ្នឹងបានប៉ុន្តែរឿងបន្ទាប់ដែលខ្ញុំចង់និយាយបន្ទាប់ពីរឿងបាតសមុទ្រហ្នឹងគឺខ្ញុំចង់និយាយពីរឿង SCP តើគ្នាណាគេស្គាល់ SCP ខ្លះអាច comment ខាងក្រោមហ្នឹងបានពីព្រោះថាខ្ញុំជួយចិត្តស្ដាប់រឿង SCP ហ្នឹងដែរហើយខ្ញុំចង់និយាយចែកជូនបងប្អូនស្ដាប់ដែរដែលវាមិនមែនជារឿងពិតទេតើគ្នា SCP ហ្នឹងវាគ្រាន់តែជា website មួយបណ្ឌិតរឿងចម្លែកបែបរន្ធត់ហើយតែវាមានរៀងវាមាន AI ឲ្យយើងមើលអីអញ្ចឹងដែរអញ្ចឹងបើសិនជាណាគេចាអារម្មណ៍រឿង SCP ហ្នឹងចាំខ្ញុំនិយាយបន្តអូខេជួបគ្នាវីដេអូក្រោយបាយបាយ